ប្រទេសថៃកំពុងតែកើតក្តីព្រួយបារម្ភបាទដេកមិនលក់បក់មិនលហើយព្រោះតែភ្លៀងធ្លាក់ខ្លាំងដោយហែកមេឃអាចបង្កជាទឹកជំនន់ធំដោយកាលពីកំឡុងឆ្នាំ2011ដូច្នោះដែរប្រទេសថៃកំពុងតែមានក្តីព្រួយបារម្ភថាភ្លៀងធ្លាក់ដូចហែកមេឃនាពេលថ្មីៗនេះកំពុងទាញស្ថានភាពឲ្យដូចទៅនឹងឆ្នាំ2011ដែលជាឆ្នាំកើតទឹកជំនន់ធំបង្កទុក្ខលំបាកដល់ប្រជាពលរដ្ឋកាលពីឆ្នាំ2011ប្រទេសថៃជួបទឹកធំដោយសារឥទ្ធិពលព្យុះបាទភ្លៀងមូសុងបណ្ដាលឲ្យបាទមនុស្សស្លាប់ជាង800នាក់និងប៉ះពាល់ដល់ប្រជាពលរដ្ឋ13លាននាក់និងឈានដល់ការប្រកាសអាសន្នបាទនៅខេត្តចំនួន60យ៉ាងណាឆ្នាំនេះបាតុភូតព្យុះភ្លៀងមូសុងបានបើកការវាយប្រហារថៃសារជាថ្មីដែលទិន្នន័យគិតចាប់តាំងពីថ្ងៃទី1ដល់ថ្ងៃទី14ឧសភាបង្ហាញថាទីក្រុងបាងកកមានភ្លៀងធ្លាក់ឈានដល់កម្រិតបាទ188.5មីលីម៉ែត្រពោលគឺកើនឡើង 95% បើធៀបទៅនឹងកម្រិតទឹកភ្លៀងជាមធ្យមរយៈពេល30ឆ្នាំដែលកត់ត្រាដោយនាយកដ្ឋានលូនិងប្រព័ន្ធលូនៃប្រទេសថៃសាស្ត្រាចារ្យស៊ីរីបាទសុប្រាធីបនាយកមជ្ឈមណ្ឌលបម្រែបម្រួលអាកាសធាតុនិងគ្រោះមហន្តរាយនៃសាកលវិទ្យាល័យរ៉ាំងស៊ីតបានឲ្យដឹងនាពេលមុននេះថាដោយសារបាតុភូតបាទឡានីណាធ្វើឲ្យបាទអាកាសធាតុនិងរដូវប្រែប្រួលมันអាចស្មានដឹងភ្លៀងធ្លាក់យ៉ាងគំហុកคล้ายជាគំរូអាកាសធាតុមួយទៀតដែលมันអាចទាយទុកបាទជាមុនបានហើយបង្ហាញពីបញ្ហាប្រឈមនៃភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលដ៏ខ្លីដែលពិបាកនឹងព្យាករណ៍លោកបន្តថាបរិមាណទឹកភ្លៀងជាមធ្យមត្រឹម1ខែឧសភាគឺមានកម្រិត214មីលីម៉ែត្រដែលខ្ពស់ជាងកម្រិតមធ្យមក្នុងរយៈពេល30ឆ្នាំកន្លងមកនេះបាត់ទៅហើយបើទោះបីជាយ៉ាងណាក៏ដោយជាវិធានការបង្ការថៃបានរៀបចំប្រព័ន្ធលូនិងធារាសាស្ត្រទូទាំងប្រទេសជាពិសេសក្នុងរាជធានីបាងកករបស់ថៃតែម្ដងដើម្បីធានាថាស្ថានភាពនឹងមិនអាក្រក់ដូចឆ្នាំ2011នោះទេសូមជម្រាបជូនផងដែរថាក្រៅពីសម្លាប់មនុស្សទឹកជំនន់ឆ្នាំ2011នៅប្រទេសថៃគឺស្ថិតក្នុងចំណោមគ្រោះមហន្តរាយធម្មជាតិដែលបង្កការខូចខាតទឹកប្រាក់ច្រើនបំផុតលើពិភពលោកនាពេលនោះដោយបំផ្លាញសេដ្ឋកិច្ចថៃក្នុងទំហំទឹកប្រាក់បាទប្រមាណ45,000 បាទលានដុល្លារសហរដ្ឋអាមេរិកឯណោះជាចុងក្រោយបាទសូមជម្រាបលា